Luxi CT 200ថ្ងៃនេះទទួលសេវាកម្មពលរៀលឡងបាទអញ្ចឹងវាសួងបងថ្ងៃនេះបាទនាំម្ដងបងមកមើលមួយគ្រឿងទៀតហើយដែលមកទទួលសេវាកម្មនៅ CJ បាទសាខាខាត់ព្រៃនោះថ្ងៃនេះគឺពលរៀលឡងហើយមានកន្លែងមួយចំនួនបាទយើងត្រូវការធ្វើការខាត់បន្តិចមុនពេលយើងពលនេះបាទដើម្បីឲ្យទឹកថ្នាំហ្នឹងភ្លឺឡងឡើងវិញបាទដោយសារតែមានខប់តូចច្រើនតែដល់ពេលដែលយើងពោលាទាំងអញ្ចឹងគឺអត់បានស្អាតទេបាទតែដើម្បីឲ្យបានស្អាតភ្លឺឡើងវិញដល់ពេលដែលបងប្អូនយកទៅវិញគឺយើងត្រូវបាទបន្ថែមពីលើហ្នឹងបន្តិចទៀតបាទហើយមកគ្រឿងនេះអត់តបានហើយអស់ទេបងបាទអញ្ចឹងឲ្យយើងតុបតែចាប់ដើមបានមកស្ទុះទេអញ្ចឹងឥឡូវយើងកំពុងស្ថិតនៅក្នុងវគ្គទី1បាទវគ្គទី1ហ្នឹងគឺវគ្គជំរះក្អែបាទជាបន្ទាប់ពីវគ្គជំរះក្អែឬរាល់អស់ហើយយើងចាប់ដើមចូលទៅវគ្គទី2គឺវាយរលោងបាទអញ្ចឹងសម្រាប់វគ្គវាយរលោងដាក់ឲ្យទៅឲ្យថាមកភ្លឺចាំងតែម្ដងបាទហើយបងសូម add on បន្ថែមតិចបាទអញ្ចឹងនៅ TJ យើងមានសេវាកម្មបន្ថែមទៀតទៅដល់ជាមួយនឹង folia បាទអញ្ចឹងកញ្ចក់គឺយើង folia បានដែរអញ្ចឹងបងអាច folia កញ្ចក់មកជុំក៏បានបាទឬក៏បងបាទជាគៀងអត់សូវភ្លឺបាទក៏បងចង់ folia ជាគៀងខាងមុខខាងក្រោយបានដូចគ្នាអញ្ចឹងវាមានកញ្ចប់ផ្សេងគ្នាបាទឬក៏បងចង់គួបបញ្ចូលគ្នាក៏ពួកយើងអាចធ្វើជាមួយបងបានដែរបាទនិយាយទៅឲ្យតែបងថាបងត្រូវការជាមួយនឹងសេវាកម្មគឺពួកយើងនឹងបន្ថែមជូនបងបាទអញ្ចឹងបង CT 200ប្រហែលជា2-3ម៉ោងទៀតនឹងស្អាតឡើងវិញហើយបាទចុះបើសិនជាបងមានរថយន្តហើយចង់ឲ្យស្អាតឡើងវិញបងក៏ភ្លេចបាទអាចជួយមកបានដូចគ្នាបាទហើយបើសិនជាបងនៅមានចម្ងល់ផ្សេងតាក់ទងជាមួយនឹងប្រភេទបាទសេវាកម្ម One Stop Service ឧទាហរណ៍ថាដូចជាបដូរប្រេងម៉ាស៊ីនអីចឹងគឺបងអាចសាកសួរព័ត៌មានសិនបានដូចគ្នាបាទចឹងវីដេអូបងមិនត្រឹមប៉ុណ្្នេះទេយើងជួបគ្នានៅវីដេអូក្រោយៗទៀតបាទ